លើកទី1ដែលខ្ញុំនាំកូនឲ្យមកស្គាល់ឲ្យបានមកហែបនកឋិនតែរឿងដែលហួសចិត្តនឹងកំពុងតែហែសុកមនុស្សឲ្យឡើងភ្លុកទឹកភ្លុកដីងាកមើលតែក្រែបាត់កូនបាត់អញ្ចឹងនេះគឺជាសកម្មភាពជាក់ស្ដែងនៅពេលដែលខ្ញុំនាំកូនមកធ្វើបុណ្យកឋិននៅខេត្តពោធិ៍សាត់ធ្លាប់ជិះទៅឆ្ងាយដល់ជិះធំពោធិ៍សាត់អីសម្រាប់ខ្ញុំដូចជិះទៅផ្សារអូស័យអញ្ចឹងទៅណាក៏បានដែរនៅតាមផ្លូវមានអីញ៉ាំតែចេះឆ្ករៀបចំអីវ៉ាន់ចេះឆ្កភ្លេចអីខ្ញុំភ្លេចទៅដោះគោមកតាមអ្នកទាំងអស់គ្នាខ្ញុំពិបាកគេងណាមុនគេងថ្ងៃទៅផឹកដោះគោមកកាប់អីវ៉ាន់គេងលក់ស្រួលហើយនឹកឃើញនឹងមកនៅជាយខេត្តទៀតតែគេសំណាងល្អដែរមកម៉ាត់នេះគឺគេមានលក់ទៅដោះគោសុនិតច្រឡល្មមអញ្ចឹងមិនថាទៅដោះគោសុនិតច្រឡអត់ពិបាករកទៅអ្នកទាំងអស់គ្នានៅណាក៏មានលក់ដែរសុនិតច្រឡគឺជាទៅដោះគោស្រស់ដែលមានរសជាតិឆ្ងាញ់ហើយសំខាន់ណាគឺខ្ញុំញ៉ាំត្រូវអាហ្នឹងមួយថ្ងៃយ៉ាងតិចណាំផុតក៏មួយកែវដែរដើម្បីឲ្យមានកម្លាំងធ្វើការផងហើយណាមួយយើងឧស្សាហ៍ដើរលេងជាទៀតត្រូវបើតិចអស់កម្លាំងនៅក្នុងទឹកដោះគោស្រស់សុនិតច្រឡនោះមានអាហារូបត្ថម្ភច្រើនមានដូចជាវីតាមីនកាល់ស្យូមប្រូតេអ៊ីនជំនួយដល់សុខភាពហើយត្រូវត្រង់រាងកាយបានល្អទៀតហើយបើសួរកូនក្មេងញ៉ាំបានអត់ញ៉ាំបានគ្រប់វ័យហ្នឹងកូនក្មេងវិញមកខួបឡើងគឺញ៉ាំបានហើយមិនមែនត្រឹមតែញ៉ាំបានហើយញ៉ាំទៅល្អទៀតជួយដល់ធ្មេញជួយឆ្អឹងរឹងមាំហើយជួយទៅដល់ការអភិវឌ្ឍខួរក្បាលល្អទៀតនោះពេញវ័យមិនថាជាអ្នកសិក្សាអ្នកធ្វើការឬអ្នកលេងកីឡាទេញ៉ាំហើយគឺមានកម្លាំងមុនចេញទៅជីមអីអញ្ចឹងដាក់ទឹកដោះគោនឹងមួយកែវទៅមានកម្លាំងហាត់ប្រាណមកហើយបើនិយាយអញ្ចឹងអ្នកមានទម្ងន់ញ៉ាំបានអត់ហើយញ៉ាំចាប់ពីពេលណាទៅបានញ៉ាំចាប់ពីពេលណាក៏បានដែរចាប់ពីបន្តិចទឹកនោមឃើញភ្លាមញ៉ាំភ្លាមគឺកាន់តែល្អញ៉ាំរហូតដល់ពេលសម្រាលហើយតែសែងខ្ចីញ៉ាំទៅគឺកាន់តែជំនួយដល់ទឹកដោះទៀតសុនិតច្រឡហ្នឹងគឺមានតម្លៃសមរម្យបងប្អូនអាចទុកចិត្តបានព្រោះអីវាជាផលិតផលស្តង់ដាររបស់ប្រទេសអូស្ត្រាលីចូលមកមិញក្រៅពីទិញទៅដោះគោហើយខ្ញុំឆ្លៀតចូលទិញអាគីមមួយនេះខ្ញុំចូលចិត្តញ៉ាំតាមផ្លូវអាហ្នឹងវាជូរមិនហើយពេលដែលឃើញខ្ញុំញ៉ាំអេលីក៏ទាញ៉ាំដែរជាមួយមុខប្រាប់ឲ្យថាញ៉ាំកើតទេរកទៅចាប់ពីដេកទៀតដាក់ទៅជូរស្វាងចាស់ដល់អញ្ចឹងឥឡូវនេះគឺយើងបានមកដល់ហើយតែមិនទៅដល់វត្តទេគឺមកដល់ទេសនៈចាដោយសារបុណ្យយើងគឺ2យប់នោះអញ្ចឹងទៅគឺខ្ញុំត្រូវគេមកយប់ស្អែកឡើងគឺត្រូវហែហើយបុណ្យហ្នឹងក៏មានដាក់ account មកខ្ញុំដែរហើយឥឡូវនេះ finally គ្រូសាជាដិនមកដល់ហើយថ្ងៃនេះមកពេកប៉ាក្មេកខ្ញុំក៏មកដែរហើយដឹងថាកូនមកដល់អត់សូវគ្រូខ្លួនឯនឹងយកផ្លែឈើមកឲ្យហើយសូវឲ្យច្រើនលោកអើយតែ2 3ផ្លែទេពេលពីថាអាសាអញ្ជូនឡើងដល់បន្ទប់កូនដេកហ្នឹងហើយថាបញ្ចុកដល់ក្រែទៀតនឹងម្ដាយខ្ញុំមិនទេបើយកអីទៀតទេប៉ុណ្្នឹងបានទេអាសាហើយនេះរីតូចចាបេឡាធំយកថាដូចពុំតែមួយបដ ாய் បេឡាធំទៅមុខចឹងនេះហើយខាងនេះវិញគឺអ្នកបងធីមកពីលខោនយ៉ាអត់មានបានសម្រាប់អីទេដល់ទុនឲ្យភ្នែកងាកមកកញ្ញាស្រីឡាយើងវិញចាកុំមុំស្ដោកអស់ហើយឥឡូវសំរុំហ្មងនៅឃើញតាំងឆ្នាំមុនអីដល់ភ្ជុំអីហ្នឹងបខំកូនឲ្យពាក់កៅនិយាយថាម្នាក់ទៀលលោកអត់ព្រមចេញមកទេដល់ឥឡូវគេឃើញស្អាតដឹងសំរុំទាស្លៀកអីតើឥឡូវហ្នឹងងាកបបែកកជុនប្អូនដូចពិបាកឡើងដល់ថាម្នាក់ស្រីយើងពិបាកស្លៀកឲ្យឡើងពិបាកទៅប៉ុណ្្នឹងនឹងស្លៀកទៀតទេអាវុធបត់ហ្នឹងបច្ចុប្បន្នឃើញថាស្រីលីឥឡូវធំដឹងក្តីច្រើនហើយបងប្អូនថាស្រីលីឥឡូវ slow ដែរចា slow ដែរដោយសារខ្ញុំលេងហ៊ានថតធំទៅបើនៅយំខ្មាស់គេអញ្ចឹងវាមិនខ្មាស់ត្រឹមហ្នឹងខ្មាស់ដល់អនាគតកាលទៀតណាអញ្ចឹងទៅមិនបាច់ទេយំនៅក្នុងផ្ទះឯងទៅបានដែរហើយថ្ងៃនេះក៏ជាថ្ងៃដំបូងដែលកូនខ្ញុំគាត់ស្គាល់ទិញម៉ងបើស្អីទិញម៉ងអញ្ចឹងឯងទិញម៉ងតែដោយសារទិញម៉ងគេសម័យឥឡូវគេស្អាតគេមិនគួរឲ្យខ្លាចទិញម៉ងសេរីខ្ញុំណាហើយនេះគឺជាគ្រូសា Henry ចាឥឡូវហ្នឹងគឺមានស្រី3ប្រុស1សិនជាមួយឆ្នាំក្រោយយើងអភិវឌ្ឍទៅរកកូនប្រុសមួយទៀតទៅណាឲ្យមើលត្រីខោរូបស្រី3នាក់ក្រហមទាំង3ចានៅឆ្នាំក្រោយបេឡាវាយដាច់ណាឥឡូវត្រឹមកឯហ្នឹងហើយនេះគេរីថតគ្រូសាមានអ៊ំមានជាមួយនឹងម៉ាក់ក្មេងប៉ាក្មេងហើយចុះអេលីរៀងបឿហ្មងកូនបែបក្តៅចាមុខអត់រីកសោះអត់រីកមកដេកឆ្អែតទៀតថតនឹងអត់សូវមានអារម្មណ៍នៅក្នុងខ្លួនដោយសារចង់ស្រោតមកដាក់បច្ច័យឲ្យខាងទិញម៉ងហេខ្លាចតែចង់ចូលចិត្តហើយឃើញថាអូ fan ទូនិកជុនច្រើនដែរចាសប៉ុណ្ណឹងសេរី fan ខ្ញុំ fan កូននេះអរគុណក្មួយអូនដែលបានឆ្លាញ់ចូលចិត្តកូនមីងហើយឡើងមីងអស់ហើយហ្នឹងហើយបើសិនជាឃើញមីងនៅក្រៅអីកុំហៅដល់ថ្នាក់អ៊ីថ្នាក់អ៊ំអីណាកូនណាហៅត្រឹមបងអីទៅបានហើយចាចែអីចឹងទៅគ្នានៅក្មេងស្រស់ស្អាតតែកូនពីរខ្ញុំតទទួលស្គាល់ពាក្យហៅមីងហៅអ៊ំមកបានទេលោកអើខ្ញុំចំណាស់ណាក៏ខ្ញុំមិនតន់ទទួលយកបានដែរមិញហ្នឹងត្រីខ3ឥឡូវឡើង4ទេអ្នកទាំងអស់គ្នាចាអូសពុតងាយទៅម៉ូតតែមួយតែម្ដងពាក្យមកខាងនេះវិញចាអូបងថ្លៃបងអូនថ្លៃអត់ចូលមើលមិនខ្ញុំទៅប្រពន្ធមិនស្អីអីមកទៅអង្គុយជាប់គ្នាទៅកាងទៅអង្គុយខាងវិញមិននេះមិនយូរប្រហែលឥឡូវនេះគឺដល់ម៉ោងហែហើយគឺហែម៉ោងពីដណ្ដប់ថ្ងៃត្រង់តែម្ដងចាអូថ្ងៃត្រង់ក្រលួចនិយាយពីមុខម៉ាក់គាត់សប្បាយលោកអើយហើយមិនស្រាលទេណាលោកអើយធ្ងន់ណាស់តែគឺជាបុណ្យដែលគាត់បានធ្វើអញ្ចឹងទៅគាត់សប្បាយចិត្តនឹងធ្វើបុណ្យមែនតើម៉ាក់គាត់ទូលម្នាក់ឯង3ជុំអត់មានផ្លាស់ប្ដូរដៃទេណាបើនាងខ្ញុំកាន់ផ្កានេះវិញដំបងដូចរៀងគូសំដល់យូរទៅលេងញ័រក្លៀកហ្មងញ័រទៅត្រើកបងប្អូននិយាយលេងសើចអីផ្កាងធ្ងន់ដំបងនៅសើចសំដល់ហើយយូរទៅក្លៀកចាប់ដល់ញាក់ត្រឹតអូអត់កើតទេចុះឡើងប្តីកាន់ទាំងអស់ហ្នឹងដល់ទៅពេលកំពុងហែលេងភ្លេចឯងកូនទៅណាអាបងក៏បាត់អាប្អូនក៏អត់ឃើញងាកប្តីមើលទៅនោះហែជាប់ឯងជួយកាន់ផ្កានេះវិញឲ្យបាត់កូនបើសួរបងដឹងក៏មានទៅណាក៏ដើរតាមក្រោយហ្នឹងតែមនុស្សជាអៀតពេកទៅកុំបានប្អូនថ្លៃគេដឹកដៃក៏មិននឹងវិញ
ងកូនបាត់ទៀតដល់អេលីពេលហ្នឹងនៅមួយណាគេដូចជានៅមួយធារាឬក៏អីទេខ្ញុំគិតទៅអូខ្ញុំប្រហែសមែនតើហ្មងពេលហ្នឹងតែជាអត់អីដែរអញ្ចឹងបងប្អូនណាផ្ដាំមិនថាកម្មវិធីអីធំប៉ុណ្ណាឬកម្មវិធីមនុស្សច្រើនប៉ុណ្ណាទេចាត់ចែងកូនចៅអីឲ្យហើយកុំឲ្យសភ្នែកដូចខ្ញុំមកដល់កំពុកបុនអស់ឲ្យភ័យពេក